ជំរាបសួរអង្គពុំមានបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលបង្ហាញពីសកម្មភាពរបស់គម្រោងក្នុងការបង្រៀននិងណែនាំពីវិធីសាស្ត្រនៅក្នុងការបណ្ដុះកុម្មុយនីក៏ដូចជាគុណតម្លៃផ្សេងៗទៅដល់និស្សិតស្ម័គ្រចិត្តដែលបានចុះមក intern នៅក្នុងគម្រោងដើម្បីយើងទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំមិនបានលម្អិតអំពីការលាយដីសម្រាប់បណ្ដុះកូនបន្លែទេប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំបង្ហាញត្រឹមតែសកម្មភាពនៅក្នុងការបណ្ដុះកូនពេជ្រប៉ោះបន្ទាប់ពីបានបណ្ដុះកូនពេញប៉ោះពីមេត្រីទៅមេត្រីរួចរាល់អស់ហើយយើងក៏យកវាទៅតម្រៀបគ្នានៅក្នុងរោងដើម្បីរៀបចំនៅក្នុងការស្រោចទឹកសម្រាប់ការស្រោចទឹកដែរគឺយើងប្រើប្រាស់នៅធុងស្ប្រេគឺវាមានក្បាលសាច់តូចៗងាយស្រួលនៅក្នុងការស្រោចស្រពហើយវាមិនធ្វើឲ្យខ្ចាយក្របរបស់ពេញប៉ោះនិងខ្ចាយដីចេញពីក្នុងត្រេរបស់យើងទេទាំងអស់នេះគឺជាសកម្មភាពខ្លីៗដែលយើងបានបង្ហាញជូនបងប្អូនទាំងអស់គ្នាទស្សនាបើសិនជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍នៅក្នុងការបណ្ដុះកូនបន្លែបែបនេះយើងនឹងចេញវីដេអូក្រោយៗទៀតអំពី